สงครามเป็นตุ่มหึงอิหร่านซองสักอเมริกនិងอิสราเอลវិញយ៉ាងចាស់ដៃខណៈទីក្រុងធំៗក្នុងតំបន់ឈូងសមុទ្ររំជួយដោយសារគ្រាប់មីស៊ីលការផ្ទុះអាវុធរវាងអ៊ីរ៉ង់អាមេរិកអ៊ីស្រាអែលនិងការរីករាលដាលដល់តំបន់ឈូងសមុទ្រពិភពលោកកំពុងស្ថិតនៅក្នុងភាពតក់ស្លុតជាខ្លាំងនៅពេលដែលចំនួនរ៉ាំរ៉ៃរាប់ទសវត្សរ៍បានផ្ទុះឡើងជាសង្គ្រាមផ្ទាល់ទ្រង់ទ្រាយធំដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបព្រឹត្តិការណ៍ដែលបានចាប់ផ្ដើមពីការវាយប្រហារបង្ការមុនរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទៅលើទឹកដីអ៊ីរ៉ង់បានរុញច្រានឲ្យទីក្រុងតេហេរ៉ង់បើកការវាយបកវិញយ៉ាងសាហាវព្រៃផ្សៃដែលធ្វើឲ្យតំបន់ទាំងមូលក្លាយជាសមរភូមិមរណៈដើមចមនឹងការបើកឆាកប្រយុទ្ធនៃសង្គ្រាមនេះបានផ្ទុះឡើងបន្ទាប់ពីកងទ័ពអាកាសអាមេរិកក្រោមបញ្ជាផ្ទាល់ពីប្រធានាធិបតីដូណាល់ត្រាំសហការជាមួយយោធាអ៊ីស្រាអែលបានបើកប្រតិបត្តិការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរទៅលើរោងចក្រនុយក្លេអ៊ែរនិងមូលដ្ឋានមីស៊ីលយុទ្ធសាស្ត្រក្នុងប្រទេសអ៊ីរ៉ង់គោលដៅគឺដើម្បីកំទេចសមត្ថភាពវាយលុករបស់អ៊ីរ៉ង់ជាមុនប៉ុន្តែវាមិនបានធ្វើឲ្យអ៊ីរ៉ង់ចុះចាញ់នោះឡើយផ្ទុយទៅវិញឆ្មាំបដិវត្តអ៊ីស្លាម IRGC បានប្រកាសអាសន្នសង្គ្រាមភ្លាមនិងបានបញ្ចេញអាវុធយុទ្ធសាស្ត្រដែលពួកគេបានត្រៀមទុកជាច្រើនឆ្នាំយុទ្ធសាស្ត្រភ្លៀងមីស៊ីលរបស់អ៊ីរ៉ង់ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងអ៊ីរ៉ង់បានបាញ់ស្រោចនូវដ្រូននិងមីស៊ីលជាង300គ្រឿងរួមមានដ្រូនអត្តឃាតShahed 136ជាង170គ្រឿងដើម្បីបង្អាក់និងធ្វើឲ្យប្រព័ន្ធរ៉ាដារបស់សត្រូវរវល់មីស៊ីលប៉ាឡេស្ទិកនិងមីស៊ីលក្រូសជាង150គ្រាប់ដែលខ្លះជាប្រភេទល្បឿនលឿនជាងសម្លេង Hypersonic ទោះបីជាអ៊ីស្រាអែលមានប្រព័ន្ធ Iron Dome ដ៏រឹងមាំក៏ដោយក៏ចំនួនគ្រាប់ដ៏ច្រើនសន្ធឹកសន្ធាប់បានធ្វើឲ្យប្រព័ន្ធការពារអាកាសជួបការលំបាកមូលដ្ឋានទ័ពអាកាស Nevatim ដែលជាផ្ទះរបស់យន្តហោះចម្បាំង F-35 ត្រូវបានគេរាយការណ៍ថាបានរងការវាយប្រហារចំគោលដៅបង្កជាការផ្ទុះយ៉ាងរំជួយដីព្រមទាំងមានការរីករាលដាលដល់បណ្ដាប្រទេសឈូងសមុទ្រហើយអ្វីដែលគួរឲ្យបារម្ភបំផុតគឺការរីករាលដាលនៃសង្គ្រាមនេះហួសពីព្រំដែនអ៊ីស្រាអែលយោងតាមរបាយការណ៍ចុងក្រោយពី Al Jazeera ប្រទេសបារ៉ែនដែលមានមូលដ្ឋានទ័ពជើងទឹកទី5របស់អាមេរិកបានក្លាយជាគោលដៅវាយប្រហារចំដែលឃើញមានផ្សែងខ្មៅហុយឡើងយ៉ាងសន្ធោសន្ធៅរីឯប្រទេសកាតាមីស៊ីលត្រូវបានស្ទាក់ចាប់លើមេឃក្បែរមូលដ្ឋានទ័ពអាកាស Al Udeid ចំណែកឯអារ៉ាប៊ីសាអូឌីត គុយវេតនិងអារ៉ាប់រួមសំឡេងផ្ទុះត្រូវបានឮពេញទីក្រុងសំខាន់អាប៊ូដាប៊ីដែលសរបញ្ជាក់ថាអ៊ីរ៉ង់កំពុងវាយប្រហារលើរាល់ទីតាំងណាដែលមានវត្តមានកងទ័ពអាមេរិកឬប្រទេសដែលផ្ដល់ដែនអាកាសឲ្យអាមេរិកប្រើប្រាស់សង្គ្រាមនេះមិនត្រឹមតែបំផ្លាញជីវិតមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធនោះទេប៉ុន្តែវាកំពុងសម្លាប់សេដ្ឋកិច្ចពិភពលោកទាំងមូលផងដែរដោយបានធ្វើឲ្យតម្លៃប្រេងបានហក់ឡើងលើសពី$100ក្នុងមួយបារ៉ែលភ្លាមដែលនឹងបង្កឲ្យមានអតិផរណាទូទាំងពិភពលោកប្រសិនបើអ៊ីរ៉ង់សម្រេចចិត្តបិទច្រកសមុទ្រ Hormuz នោះពិភពលោកនឹងប្រឈមមុខនឹងវិបត្តិថាមពលដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្តិសាស្ត្រក្នុងពេលនេះពិភពលោកកំពុងបែងចែកជាពីរដោយប្លុកខាងលិចដឹកនាំដោយអាមេរិកនិងប្លុកប្រឆាំងដែលអាចមានការគាំទ្រពីក្រៅដោយមហាអំណាចផ្សេងទៀតតាមការសន្និដ្ឋានបឋមយើងកំពុងស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាមតំបន់ពេញទំហឹងសំណួរធំបំផុតនៅពេលនេះគឺតើអាមេរិកនិងអ៊ីស្រាអែលនឹងវាយបកទៅវិញដល់កម្រិតណាប្រសិនបើការវាយបកបន្ទាប់រងផលប៉ះពាល់ដល់រចនាសម្ព័ន្ធរដ្ឋបាលកម្ពុជារបស់អ៊ីរ៉ង់នោះសង្គ្រាមលោកលើកទី3អាចនឹងមិនមែនជាការប្រមានទៀតឡើយប៉ុន្តែវាគឺជាការពិតដែលកំពុងកើតឡើង